សួស្តីបងប្អូនថ្ងៃនេះចង់មកប្រាប់ពីរបៀបប្រើប្រាស់អំពូលនេះ HUI model F 150S ដំបូងយើងកាច់សោមកភ្លើងវាភ្លឺតែវាភ្លឺអត់ទាន់សូវច្បាស់ទេអានេះវាភ្លឺលក្ខណៈថាយើងបើកដំបូងចង់បើសិនជាចង់បានពលឺខ្លាំងយើងចុចបើវាមកនេះប៊ូតុងវាចុចមកវាភ្លឺខ្លាំងបាទអញ្ចឹងអានេះកូដធម្មតាអញ្ចឹងមួយទៀតយើងចុចមួយទៀតមកហ្វាវាសកូដលឿងហើយយើងចុចមួយទៀតហ្វាកូដមានលឿងមានសហើយអាប៊ូតុងខាងនេះគឺប៊ូតុងបិទបើកអញ្ចឹងយើងចុចវាមកបិទចាំបើយើងចង់បើកចុចវាមួយមកបាទហើយមួយទៀតនេះវាមាន function មួយទៀតគឺឥឡូវឧទាហរណ៍ថាឥឡូវយើងចុចបិទសិនហើយយើងចង់បើកវាវិញយើងចុចឲ្យជាប់មកគឺពលឺវាចេញមកបែបស្រាលអញ្ចឹងវាមានអាពលឺកូដហ្នឹងវាមាន2តង់កូដដំបូងស្រាលបើយើងចង់បានខ្លាំងយើងចុចមួយទៀតមកពលឺវាខ្លាំងបាទហើយយើងបិទវាវិញសិនហើយយើងចុចវាឲ្យជាប់មកគឺវាចេញហើយបាទហើយវាមាន function មួយទៀតគឺយើងចុចអាកន្លែងនេះឲ្យជាប់មកបាទគឺវា load ដូចភ្លើងសុំផ្លូវអញ្ចឹងណាហ្នឹងហើយវា load ដូចភ្លើងសុំផ្លូវអញ្ចឹងតែពេលយើងចង់បិទវាវិញយើងចុចវាមកបិទចាំឥឡូវយើងបើកវាវិញវាមាន function ផ្សេងទៀតនេះទី1ទី2ទី3ហ្វាទី4កូដហ្វាអញ្ចឹងបើយើងចង់ចូល function មួយទៀតយើងចុចឲ្យជាប់មកនេះបាទហើយបាត់វាវិញហើយអញ្ចឹងយើងបើសិនជាយើងចង់បើកភ្លើង function ផ្សេងទៀតយើងចុចអាសញ្ញាបិទនេះឲ្យជាប់មកនេះអានេះ function ទី1គឺវា load ទាំងពីរអញ្ចឹងមួយទៀតយើងចុចវាឲ្យជាប់មកអានេះ function មួយទៀតគឺវា load ឆ្វេងស្ដាំបាទអញ្ចឹងភ្លើង HUI F 150S ហ្នឹងគឺវា function វាមានប៉ុណ្្នឹងឯងបាទហើយកម្រិតពលឺវានិយាយទៅអាចទទួលយកបានទេឯងវាឆ្ងល់ដែរពេលល្មិចទៅនឹងម៉ូតូហ្នឹងឯងមួយណាអត់ដាក់គ្រឿងអត់ទិញគ្រឿងដាក់នៅវាមិនណាវាកាត់អីមែនណាស៊ូសិនម្នាក់បានដាក់គ្រឿងអត់ដេកលក់ស្រួលមែនហើយរងហើយហ្នឹងអត់មានលុយទេទិញកៅអៅពាក់បើលុយដាក់គ្រឿងមិនមានហើយតែដាក់ទៅវាចេះតែស្អាតចេះតែចង់ដាក់អត់យល់ទេម្នាក់